mò vào làm đòn á mò thì nuôi con đi còn cha thì mò tàu lang từ lập nông vinh đó mò cả ngày ai phụ tiêm cái mò á mò cái mò mà đón tiêm á nè bòn chặt sạch tay say kia sỉnh thon đó nghe nó năng sỉnh mòn thon nhom bà dòng keo dòng co pu ní bà sanอันนี้เป็นซาปะโก้ว่าซาปะโก้จ้ะซาปะโก้ จ้ะប្រិមត្តជាទីគោរពនិងជាទីមេត្រីគណៈវេលានេះខ្ញុំបាននឹងនាំអារម្មណ៍ប្រិមត្តឆ្ពោះទៅកាន់ប្រាសាទព្រះគោឬមួយក៏ហៅថាប្រាសាទព្រះបាទដៃខ្លីបន្តិចទៀតយើងខ្ញុំនឹងអធិប្បាយអំពីទស្សនវិជ្ជានៅទីនេះបន្តិចជូនទៅដល់ទស្សនិកជនបានទទួលជ្រាបនេះគឺជាទស្សនវិជ្ជាទូទៅសម្រាប់ព្រៃភ្នំធម្មជាតិដែលនៅជុំវិញប្រាសាទនេះផ្ទាល់តែម្ដងចា៎មានបងប្អូនជាច្រើននៅពេលដែលបានលើពីប្រាសាទបាយ៉ង់កែវគឺច្បាស់ជាទទួលជ្រាបថាជាប្រាសាទមួយដែលស្ថិតនៅក្នុងទឹកដីនៃខេត្តតាកែវនៅក្នុងស្រុកគិរីវង្សចា៎ប៉ុន្តែមិនបានទទួលជ្រាបឬមួយក៏មិនទាន់បានមកដល់នៅឡើយទេអំពីទីភូមិសាស្ត្រមួយនេះតែនៅមិនឆ្ងាយពីប្រាសាទបាយ៉ង់កែវនោះទេចា៎គឺមានប្រាសាទមួយទៀតគឺថាប្រាសាទព្រះគោឬមួយក៏ប្រាសាទព្រះបាទដៃខ្លីវេលានេះគឺលោកអ្នកនាងនឹងបានទៅទទួលជ្រាបនៅផ្នែកខាងក្នុងនៃប្រាសាទព្រះគោឬមួយក៏ប្រាសាទព្រះបាទដៃខ្លីប្រាសាទព្រះបាទដៃខ្លីនេះគឺថាបើយើងមើលអំពីបរិវេណនៅខាងក្នុងវិញគួរឲ្យស្រងេះស្រងោចបន្តិចចាដោយសារតែនៅខាងក្នុងឥឡូវនេះយើងឃើញមានពុទ្ធបរិស័ទចំនួនក្រោយគាត់បានដាក់រូបបែបព្រះពុទ្ធសាសនាណាចាហើយមានរូបព្រះគោដែលជាតំណាងប្រាសាទនេះផ្ទាល់តែម្ដងប៉ុន្តែតាមចាស់តំណាងនីតិនៅក្បែរនេះគាត់ថាប្រាសាទនេះគឺប្រាសាទព្រះគោឬមួយក៏ប្រាសាទព្រះបាទដៃខ្លីដែលសារតែព្រះបាទដៃខ្លីគឺជារាជបុត្ររបស់ព្រះបាទបាយ៉ង់កែវបើគិតអំពីទីតាំងភូមិសាស្ត្រនៃប្រាសាទនេះទៅដល់ប្រាសាទបាយ៉ង់កែវគឺនៅមិនឆ្ងាយពីគ្នាប្រហែលទេចាល្បាក់តែ200-300ម៉ែត្រពីគ្នាតែប៉ុណ្ណឹងបើមើលទៅដល់សន្តាននៃការសាងសង់ប្រាសាទនេះទៀតសោតគឺថាជាប្រាសាទមួយដែលបានសាងសង់ឡើងអំពីឥដ្ឋនិងថ្មបាយក្រៀមចារចនាបថជំនាន់ដើមមុនសម័យអង្គរទៅទៀតណាចា មែនតើយើងមិនអាចរកឃើញថាតើដានប្រវត្តិសាស្ត្រនៃទីតំបន់នេះមានប្រវត្តិកាលយ៉ាងណានោះទេចាយើងឃើញទេនៅខាងលើហ្នឹងគឺសុទ្ធតែឥដ្ឋប៉ុន្តែដោយសារតែឆ្លងកាត់យូរឆ្នាំមកហើយរហូតមកដល់ឥឡូវនេះយើងអាចសន្និដ្ឋានបានថាពាន់ឆ្នាំមកហើយគឺថ្មខ្លះហាក់មានសន្តានចាស់បុរាណមែនតើចាយើងឃើញទេមានខ្លោចខ្លះមានក្រៀមខ្លះមានស្នឹមសចាវាបាក់លក្ខណៈទ្រង់ទ្រាយនៃថ្មឥដ្ឋនឹងច្រើនហើយបើមើលកន្លែងនេះគឺមានក្បាច់ខ្លះនៅសល់នេះគឺជាផ្នែកខាងចំហៀងចាយើងមិនអាចទៅថតនៅខាងក្រោយបានទេដោយសារតែវាមានឧបសគ្គនៅខាងក្រោយចាគឺជំរាលភ្នំជ្រាលទេខ្លាំងម្ល៉េះហើយគឺយើងថតបានតែពីមុខនឹងចំហៀងប៉ុណ្្នឹងឯងចាបើតាមប្រវត្តិសាស្ត្រនៃភូមិសាស្ត្រទឹកដីទីនេះគឺថាយើងមិនអាចរកឯកសារឲ្យបានច្រើនលើសលប់ដឹងពីស្ថានភាពនៃភ្នំនេះបានទេប៉ុន្តែយើងអាចដឹងបានថា
ក្រៅពីភ្នំបាយ៉ង់កោហើយមានប្រាសាទ4ផ្សេងទៀតចាមានប្រាសាទព្រះគោចាប្រាសាទព្រះគោនឹងមាននៅខាងលិចនិងខាងកើតប្រាសាទកាណុងហើយប្រាសាទនេះគឺសម្រាប់ឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនាទេនេះជំនាន់ដ៏យូរលង់មកហើយបើយើងគិតអំពីភ្នំបាយ៉ង់គឺថាមានកម្ពស់313ម៉ែត្រខាងក្រោមរហូតមកដល់លើនេះចាបងប្អូនអាចធ្វើដំណើរមកដល់ភ្នំបាយ៉ង់កោនេះបានគឺស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជាដែលស្ថិតនៅក្នុងខេត្តតាកែវចានៅក្នុងស្រុកគិរីវង្សនៅក្នុងឃុំព្រះបាទជាន់ជុំចាហើយមានចម្ងាយ121គីឡូម៉ែត្រលើក្រោយមានពេលឱកាសល្អនេះខ្ញុំនឹងផ្តិតរូបភាពវីដេអូស្ដីអំពីប្រាសាទបាយ៉ង់កោមកជូនទស្សនាវិញម្ដងសូមជម្រាបលា